បាទប្រិមិត្តជាបន្តទៅទៀតនេះសូមជូនព័ត៌មានគួរជាទីចាប់អារម្មណ៍មួយទៀតពាក់ព័ន្ធជាមួយនឹងជំនួបព្រំដែនរវាងកម្ពុជាថៃហើយនៅក្នុងនោះគឺបវរកញ្ញាឯកថៃបាទបានធ្វើការចេញមកអំពាវនាវបាទសូមឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាជជែកពិភាក្សាគ្នាហើយបញ្ចប់ជម្លោះបាទព័ត៌មាននេះគឺត្រូវបានចេញផ្សាយដោយសារព័ត៌មាន Fresh News បាទគឺនៅក្នុង page ផ្លូវការរបស់ Fresh News ផ្ទាល់តែម្ដងនោះគឺបវរកញ្ញាថៃ Miss World 2025 បានអំពាវនាវឲ្យមានសន្តិភាពរវាងកម្ពុជានិងថៃបាទអញ្ចឹងខ្ញុំសូមអាននៅព័ត៌មាននេះលម្អិតបបកញ្ញាថៃ Miss World 2025 បាទនាងអូប៉លស៊ុយឆាតាឈុងស្រីបានអំពាវនាវឲ្យមានសន្តិភាពរវាងកម្ពុជានិងថៃដោយបានជំរុញឲ្យមានការជជែកដេញដោលដ៏ក្តៅគគុកមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមថៃនៅចំពោះមុខការដុតបញ្ឆេះគំនិតជាតិនិយមនិងជំនួបព្រំដែនជាមួយកម្ពុជានេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានข่าวសុទ្ធកាលពីព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025បាទនាងអូប៉លបានធ្វើការអំពាវនាវឲ្យរកសន្តិភាពអំឡុងពិធីទទួលពានរង្វាន់បាទ Global Leadership Achievement Award នៅឯកម្មវិធី The Global Leadership Summit នៅឆ្នាំ2025នាទីក្រុងបាងកកកាលពីថ្ងៃអាទិត្យទី14ខែធ្នូនៅក្នុងកម្មវិធីនោះបាទបបកញ្ញាថៃរូបនេះក៏បានជំរុញផងដែរឲ្យមេដឹកនាំជ្រើសរើសយកសន្តិភាពជាជាងសង្គ្រាមនិងគិតគូរពីមនុស្សធម៌ជាជាងសង្គ្រាមសារមួយនេះបានទទួលការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រសន្តិភាពតែក៏រងការរិះគន់ពីប្រជាជនថៃមួយចំនួនដែលគាំទ្រយោធាថៃនៅក្នុងជំនួបព្រំដែនជាមួយកម្ពុជាបាទប្រិមិត្តនេះគឺជាសាររបស់ Miss World 2025របស់ប្រទេសថៃបាទគឺប្រចាំប្រទេសថៃតែម្ដងគឺនាងអូប៉លស៊ុតាឆាគឺបានអំពាវនាវឲ្យមានសន្តិភាពរវាងកម្ពុជានិងថៃបាទហើយក៏បានជំរុញឲ្យភាគីទាំងពីរបាទធ្វើការសម្របសម្រួលគ្នាហើយបញ្ចប់សង្គ្រាមបាទនៅក្នុងសារនេះប្រិមិត្តគឺបើតាមព័ត៌មានបាទត្រូវបានប្រជាជនថៃមួយចំនួនដែលគាំទ្រសន្តិភាពគឺមានការគាំទ្របាទស្វាគមន៍យ៉ាងខ្លាំងក៏ប៉ុន្តែសម្រាប់ប្រជាជនមួយចំនួនបាទប្រជាជនថៃដែលយើងហៅថាជាក្រុមថ្មិលដែលស្រឡាញ់សង្គ្រាមគេហៅថាក្រុមជ្រុលនិយមបាទគឺបានចេញមករិះគន់ហើយធ្វើការចោទប្រកាន់ទៅលើកញ្ញាផ្ទាល់បាទប្រិមិត្តនេះគឺជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតពាក់ព័ន្ធជាមួយនឹងជំនួបព្រំដែននៅក្នុងប្រទេសថៃហើយនៅក្នុងប្រទេសថៃគឺពេលនេះក៏កំពុងតែចលាចលខ្លាំងបាទគឺនិយាយទៅគឺអាចនិយាយបានថាបែកបាក់ផ្ទៃក្នុងបាទប្រិមិត្តយើងសូមបិទបញ្ចប់នៅព័ត៌មានត្រឹមប៉ុណ្ណេះសិនហើយយើងនឹងមានព័ត៌មានល្អៗគួរជាទីចាប់អារម្មណ៍ជាបន្តទៀត